Cristiano Ronaldo បាទលើកពានជាមួយនឹងប៉ូទុយហ្គាល់នៅឯ Nations League 2 ដងហើយក៏សរុបទៅប៉ូទុយហ្គាល់ឈ្នះពានទាំង3នោះក៏ពូដូលើកពានទាំង3ជាមួយប៉ូទុយហ្គាល់បាទមុននឹងពូដូលេងឲ្យប៉ូទុយហ្គាល់អត់ស្គាល់រសជាតិឈ្នះពានទេណាបងប្អូនបាទចាំបន្ទាប់ពីពូដូចូលលេងមកឡើងវគ្គប្រាច់ប្រត់អីញឹកញយដងដែរបាទមកគ្រប់យុគមិញនេះនាំឲ្យ Cristiano Ronaldo ខ្លាយជាកីឡាករដែលមានវ័យចំណាស់ចាស់ជាងគេបាទសុទ្ធនៅវគ្គប្រាច់ប្រត់ជួយឲ្យក្រុមលើកពានតែម្ដងបាទគឺមានដល់ទៅ938គ្រាប់ហើយបាទមកគ្រប់យុគមិញហ្នឹងបាទនៅក្នុងអាជីពបាល់ទាត់របស់គាត់គណៈដែលបើយើងរាប់នៅឯជម្រើសជាតិសុទ្ធសាធហ្នឹងមុនបាទគឺ138គ្រាប់ហើយបាទសម្រាប់ Cristiano Ronaldo 138គ្រាប់ខ្ញុំឃើញការផុសជាច្រើនបាទកាលពីព្រឹកមិញឥឡូវហ្នឹងប្រហែលម៉ោងមុនក៏ដោយមានបងប្អូនយើងផ្សេងៗទៀតគាត់ផុសមានបងប្អូនខ្លះផ្សេងៗទៀតដែលចូលចិត្តមានខាង sport ខាងកីឡាគាត់ផុសជាច្រើនបាទមានអ្នកឌឺដងពូដូអីចឹងទៅបាទដោយសារតែ Nuno Mendes គាត់ធ្វើបានល្អ Nuno Mendes សុទ្ធបានមួយគ្រាប់បាទកាលពីការប្រកួតប៉ូទុយហ្គាល់ប៉ះជាមួយអេស្ប៉ាញកាលពីយប់មិញណាបាទ Nuno Mendes នឹងល្អមែនទែនបងប្អូនឡើងលើចុះក្រោមបានគ្រប់យ៉ាងល្អមែនទទួលស្គាល់ថាគាត់ល្អប៉ុន្តែគ្រាប់បាល់តាមស្មើ2ទល់នឹង2នេះគឺជាគុណសម្បត្តិដ៏ធំរបស់ Cristiano Ronaldo ប្រសិនបើនៃ Ronaldo មិនស្ថិតនៅក្នុងជំហរដែលត្រូវផ្ដាច់បានណាបាទមិនមានឱកាសអត់មានគ្រាប់បាល់តាមស្មើ2ទល់នឹង2រហូតដល់ការថែមម៉ោងហើយក៏មិនដល់នៃការទាត់បាល់11ម៉ែត្រនឹងដែរបាទអញ្ចឹងជាគុណសម្បត្តិដ៏ធំធេងរបស់ Cristiano Ronaldo ប៉ុន្តែគឺជាការឆក់បាល់បានពីសំណាក់ Nuno Mendes បញ្ជូនកាត់ចូលមកផ្លាតចុះផ្លាតឡើងធ្លាក់មកដល់បដូរដាក់ផ្លឹបបាទអ្នកទាំងពីរនេះគុណសម្បត្តិដូចគ្នាទាំង Nuno Mendes ហើយនិង Cristiano Ronaldo បាទ Ronaldo តែងតែជួយប៉ូទុយហ្គាល់ឲ្យឈ្នះពានជាហូរហែឡើងមកដល់វគ្គជ្រៅវគ្គប្រាច់ប្រត់ឈ្នះពានយូរ៉ូឆ្នាំ2016ទៅលើអេស្ប៉ាញបាទឈ្នះ Nations League កាលពីឆ្នាំ2019បើកឆាកមកនោះហើយឈ្នះពាន Nations League រដូវកាលចុងក្រោយហ្នឹងបាទផ្ដួលម្ចាស់ជើងឯករដូវកាលចាស់គឺអេស្ប៉ាញបាទមិនធម្មតាទេការផ្ដួលអេស្ប៉ាញគឺជារឿងដែលមិនធម្មតាបានហេតុអីបានខ្ញុំនិយាយអញ្ចឹងដោយសារតែអេស្ប៉ាញក៏លោធ្ងន់ពេកបាទអេស្ប៉ាញនេះបើយើងនិយាយពីទម្រង់លេងបច្ចុប្បន្ននេះនៅតំបន់អឺរ៉ុបគ្មានណាលើអេស្ប៉ាញទេបាទហើយប៉ូទុយហ្គាល់មកហូបបានបាទអាចមិនថាហូបបានដាច់ស្រួលទេធ្លាក់ដល់វគ្គពេលទាំងទីវគ្គ11ម៉ែត្រកាត់សេចក្តីបានដឹងថាប៉ូទុយហ្គាល់ឈ្នះឬក៏ចាញ់បាទការឈ្នះប៉ូទុយហ្គាល់នេះគឺជារឿងដែលមិនធម្មតាទេប៉ូទុយហ្គាល់ឈ្នះអេស្ប៉ាញនេះព្រោះអេស្ប៉ាញក៏លោធ្ងន់ពេកហើយបាទនៅឯតំបន់អឺរ៉ុបឥឡូវយើងមើលអាល្លឺម៉ង់ចាញ់ប៉ូទុយហ្គាល់អូខេប៉ូទុយហ្គាល់ខ្លាំងលយហើយបើដែលទម្លាក់អាល្លឺម៉ង់ព្រោះតែអាល្លឺម៉ង់នឹងលេងនៅក្នុងដីខ្លួនឯងផងហើយក៏ជាគលយៈលំដាប់ World Cup ឈ្នះ4សម័យណាឈ្នះ World Cup អាល្លឺម៉ង់ហើយប៉ូទុយហ្គាល់ផ្ដួលបានបាទហើយបងប្អូនថាពាននឹងពានទូចទេមិនទូចទេបើកីឡាកររបស់ក្រុមទាំងអស់លេង semi final ទាំងអាល្លឺម៉ង់បារាំងប៉ូទុយហ្គាល់ហើយនិងអេស្ប៉ាញក៏ហៅគ្រប់គ្លៀតអស់ហើយដើម្បីដាក់មកប្រជែងយកជើងឯកណាបងប្អូនណាបាទជំរុះចម្រាញ់2ឆ្នាំម្ដងមិនធម្មតាទេអញ្ចឹងដាក់កីឡាករមក full ពេញសម្រាប់ក្រុមទាំង4ដែលលេងវគ្គ semi final អាល្លឺម៉ង់ក៏ដាក់ពេញដែរប្រឹងដែរក៏ប៉ុន្តែទៅមិនរួចអត់ឈ្នះប៉ូទុយហ្គាល់អាល្លឺម៉ង់ប្រឹងអស់ហើយបាទប្រឹងអស់ហើយចង្វាក់នៃការលេងការសុទ្ធអីច្រើនជើងដែរទៅលើក្រុមប៉ូទុយហ្គាល់ក៏ប៉ុន្តែសុទ្ធមិនចូលបានចាញ់ 2-1 បាទធ្លាក់អាល្លឺម៉ង់ទៅហើយសំបីតែលេខ3ក៏មិនបានទៅទៀតអាល្លឺម៉ង់បានត្រឹមជើងឯកបានត្រឹមលេខ4បាទលេខ3គឺបានទៅបារាំងវិញបាទអាល្លឺម៉ង់ចាញ់ទៅបារាំងទីបារាំងល្អណាស់ល្អបារាំងល្អប៉ុណ្ណឹងក៏ប៉ុន្តែទៅរួចជាមួយអេស្ប៉ាញសុទ្ធមកផ្លិត5គ្រាប់ប៉ុន្តែដល់ទៅពេលគ្រាប់បាល់ច្រើនពេកទៅវាអាក្រក់មើលខ្ញុំគិតទៅបងប្អូនអាចនឹងអេស្ប៉ាញបដ ாய் ចុះបដ ாய் ឡើងបារាំងដាក់តាមបាន4គ្រាប់ទល់នឹង5បាទនៅតែបារាំងធ្លាក់អេស្ប៉ាញខ្លាំងប៉ុណ្ណឹងឡើងមកជួបជាមួយនឹងប៉ូទុយហ្គាល់អ្នកទាំងពីរនេះប៉ូទុយហ្គាល់ផ្ដួលអាល្លឺម៉ង់អេស្ប៉ាញផ្ដួលបារាំងផ្ដួលយៈដូចគ្នាឡើងមកជួបគ្នាយកមិននឹងតឹងបងប្អូនហើយបើយើងមើលការប្រកួតមិញការប្រកួតចាប់ដើមមកលេងបាន21នាទីទេបាទស៊ូប៊ីមែនឌីសុទ្ធមួយគ្រាប់នាំមុខនៅនាទីទី21បាទធ្វើឲ្យអេស្ប៉ាញនាំមុខប៉ូទុយហ្គាល់គាត់ទៅចេញពីប៉ាមកបងប្អូនដែលស្រឡាញ់ប៉ូទុយហ្គាល់ចង់បុកពោះរបល់យោ21នាទីឥឡូវនឹងអេស្ប៉ាញដាក់មួយបាត់ហើយបាទខ្ញុំក៏ភ័យដែរបុកពោះដែរបងប្អូនដល់ទៅពេលចូលបាល់ប្រហែលជា5នាទីក្រោយNuno Mendes ដឹកបាល់ចូលទៅសុទ្ធក្នុងប្រអប់គ្រោះថ្នាក់ដាក់ពឹងអូយសុទ្ធលោណាខ្សែការពារឡើងទៅសុទ្ធដល់ក្នុងប្រអប់គ្រោះថ្នាក់ណាមិននឹកស្មានឱកាសសម្រុកតែម្ដងគត់ហើយសម្រុកទៅសុទ្ធបាន Nuno Mendes
ខ្ញុំមានរឿងច្រើនអំពី Nuno Mendes ហ្នឹងគាត់យកទៅសុទ្ធបានស្អាតណាស់បងប្អូនអើយអ្នកចាំទី Unai Simon មិនអាចសង្គ្រោះបានទេមួយស្មើនៅទី26ណាអត់បានទុកពេលយូរឲ្យនៅអេស្ប៉ាញសប្បាយចិត្តយូរទេ5នាទីក្រោយមកសុទ្ធបានមួយស្មើ Nuno Mendes ខ្សែការពារស្លាប់ឆ្វេងឡើងទៅសុទ្ធដល់ខាងលឿននាំគ្រាប់បាល់ឲ្យបាន1-1ទៅលើអេស្ប៉ាញបាទមិនអស់ទេមុននឹងការបញ្ចប់ការប្រកួតវគ្គទី1នៅនាទីទី45 Mikel Oyarzabal សុទ្ធនាំមុខជាលើកទី2ទៅលើប៉ូទុយហ្គាល់បាទអេស្ប៉ាញនាំមុខប៉ូទុយហ្គាល់2-1នៅនាទីទី45ដោយ Mikel Oyarzabal អ្នកបញ្ជូនឲ្យគឺ Pedri ចប់វគ្គទី1គឺអេស្ប៉ាញនាំមុខ 2-1 ទៅលើក្រុមប៉ូទុយហ្គាល់ចេញតែប៉ាមកនឹងអ្នកគ្រប់គ្រងប៉ូទុយហ្គាល់ខ្ញុំក៏ដោយនិយាយពីបុកពោះទៀតទេអូប៉ូទុយហ្គាល់អត់មានប្រហែលជាអេស្ប៉ាញយកទៅទំនងលេខអេស្ប៉ាញល្អទាំងបាល់ខ្លីបាទទាំងបាល់ long ball ទាំងយល់ទៅល្អគ្រប់យ៉ាងហ្មងអេស្ប៉ាញយកមិញក៏ប៉ុន្តែប៉ូទុយហ្គាល់លេងធម្មតាអត់មានភ័យទេបើទោះជាអេស្ប៉ាញនាំមុខក៏ដោយប៉ូទុយហ្គាល់លេងធម្មតាអត់ជ្រួលច្បល់ទេបងប្អូនខ្ញុំអត្ថាធិប្បាយយកមិញចង់ boring ថ្នាក់លេងចូលតាំងទី2យូរដែរបងប្អូនហើយចូលតាំងទី2ឡើងលេងតលជាងមើលចូល10-20 នាទីប៉ូទុយហ្គាល់អត់សន្ធាប់ទេនៅតែអេស្ប៉ាញលេងគ្រប់គ្រងបាល់ច្រើនជាងហើយលេងថ្នមចុះថ្នមឡើងគេថ្នមស្នែគេអុកកាឡាចង់ឈ្នះ 2-1 ចង់លើកពាននៅអេស្ប៉ាញដល់ពេលលេងដល់នាទីទី66បាទនាទីទី66មានការឆក់បាល់បាទលេងពី Nuno Mendes បាទ Nuno Mendes ហ្នឹងឡាមយ៉ាម៉ាត់ដេញបិទក៏មិនជាប់មិនអីទៀតលបូតបាល់មក Mendes ក្រោកចូលទៅផ្លាតបន្តិចមកក៏ធ្លាក់មកដល់ Ronaldo ពេនពីក្រោយខ្នងរបស់ Marco Cucurella ហ្នឹងបិទអត់ចិត្ត Ronaldo ពេនភ្លឹបគ្រាប់ទី2ស្មើក៏ក្រោកពិភពលោកបងប្អូនអើយបាទ Nation League មែនក៏ប៉ុន្តែអ្នកទស្សនាពេញពិភពលោកណាបាទពាននេះមិនតូចទេបាទទំមតែសន្សំបានរហូតមកដល់ឡើងវគ្គប្រៃប្រត់នេះមិនធម្មតាទាំងអាល្លឺម៉ង់ទាំងអេស្ប៉ាញទាំងបារាំងសិតតែយៈនៅឯតំបន់អឺរ៉ុបសិតតែកន្លោធ្ងន់បាទអាចនិយាយថាមហាអំណាចបាល់ទាត់មានដូចជាបារាំងណាអាល្លឺម៉ង់ណែសិតមហាអំណាចបាល់ទាត់អេស្ប៉ាញបាទប៉ូទុយហ្គាល់រឿងខ្ចីហ្គេមតិចផងបាទអត់ដែរឈ្នះ World Cup ទេប៉ុន្តែអាល្លឺម៉ង់បារាំងអេស្ប៉ាញសុទ្ធតែឈ្នះ World Cup អស់ហើយប៉ុន្តែប៉ូទុយហ្គាល់អត់ដែរឈ្នះទេតែប៉ូទុយហ្គាល់មកហូបអស់លីងបាទប៉ូទុយហ្គាល់ហូបអាល្លឺម៉ង់ឡើងមកវគ្គផ្ដាច់ប្រត់មកហូបអេស្ប៉ាញដែលខ្លាំងជាងអ្នកបារាំងទៀតនោះហូបបារាំងហើយឥឡូវមកដល់ជួបប៉ូទុយហ្គាល់ហូបទៀតបាទអញ្ចឹងប៉ូទុយហ្គាល់ឈ្នះត្រឹម90នាទីត្រឹម90នាទីបាទស្មើគ្នា2-2ថែមម៉ោងបានរហូតមក15នាទី2ដងនៅតែធ្វើអីគ្នាមិនបានប៉ូទុយហ្គាល់បុកមិនធ្លុះមកអេស្ប៉ាញក៏បុកមិនធ្លុះដូចគ្នាធ្លាយមកដល់ការទាត់បាល់11ម៉ែត្រកាត់ក្តីឬក៏11ម៉ែត្រសម្រាប់ការថាអ្នកណាជាម្ចាស់ជើងឯកអពិតប្រកបព្រោះលេង120នាទីលេងអត់ឈ្នះចាញ់ឬផងអញ្ចឹងតើទាត់បាល់11ម៉ែត្រសម្រាប់ការបាទដល់ទៅពេលទាត់បាល់11ម៉ែត្រសម្រាប់ការ Alvaro Morata របស់អេស្ប៉ាញធ្វើអីមិនបានបាទទាត់បាល់មិនចូលនាំឲ្យប៉ូទុយហ្គាល់លូតហុកឆេងស្រែកសប្បាយរីករាយបាទព្រោះថាជាពានទី2នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសប៉ូទុយហ្គាល់បាទនៅក្នុងពានរង្វាន់ Nation League នេះហើយក៏ជាទីពានទី3បន្ទាប់ពីការឈ្នះនឹងដែរបាទប៉ូទុយហ្គាល់មានពានតែ3នឹងទេឈ្នះលើកដំបូងគឺឈ្នះ Euro កាលពីឆ្នាំ2016ឈ្នះលើកទី2នឹងគឺ Nation League ឆ្នាំ2019ហើយដល់ពេលលើកចុងក្រោយកាលពីយប់សាមញ្ញឈ្នះ Nation League ទៅលើក្រុមអេស្ប៉ាញដែលក៏លោយៈការឈ្នះទៅលើអេស្ប៉ាញនេះមិនធម្មតាទេក៏ព្រោះតែអេស្ប៉ាញក៏លោធ្ងន់ពេកបងប្អូនបាទក៏លោធ្ងន់ពេកម្ចាស់ជើងឯក European Championship ម្ចាស់ជើងឯក Euro រដូវកាល2024ណាបងប្អូនប៉ូទុយហ្គាល់មកហូបចុកបានអេស្ប៉ាញដាក់ full ពេញបាទ full ពេញក៏ប៉ុន្តែកីឡាករប៉ូទុយហ្គាល់ក៏មិនណយដែរបើយើងនិយាយពីតម្លៃខ្លួនកីឡាកររបស់អេស្ប៉ាញគឺលើជាង300លានណោះ1000លានជាង1300លានជាងបាទសម្រាប់អេស្ប៉ាញខណៈដែលប៉ូទុយហ្គាល់1010លាន1020លានទេបាទស្ដើងជាងបាទជាង300លានណោះបាទតែការប្រកួតជាមួយខ្ញុំទទួលស្គាល់ថាចង្វាក់លេងទាំងលើទាំងក្រោមគឺអេស្ប៉ាញល្អមានភាពល្អប្រសើរជាងប៉ូទុយហ្គាល់ប៉ុន្តែអេស្ប៉ាញធ្វើអីប៉ូទុយហ្គាល់មិនបានទេបានត្រឹមដាក់ប៉ូទុយហ្គាល់បាន2គ្រាប់តែប៉ូទុយហ្គាល់ទះវិញ2ដៃដូចគ្នាទេអញ្ចឹងឈឺចាប់ដូចគ្នា2ដូចគ្នាបាទគាត់ថាអេស្ប៉ាញគឺចេញច្រើនជាងគេចេញដៃច្រើនជាងហើយនៅប៉ូទុយហ្គាល់គេរឿងឃុំច្រើនជាងបាទអញ្ចឹងអាចនិយាយថាបើយើងមើលទៅសកម្មភាពនៃការប្រកួតការប្រយុទ្ធនេះគឺអេស្ប៉ាញមានភាពល្អប្រសើរជាងបាទក៏ប៉ុន្តែបាល់ទាត់តតែសុទ្ធចូលច្រើនជាងបានឈ្នះបានដឹងថាក្រុមនោះឈ្នះបើសិនជាបានតែសុទ្ធហើយបានត្រឡប់ត្រផ្លាតបាញ់ចាប់ឯហ្នឹងគឺមិនឲ្យឈ្នះទេតសុទ្ធចូលបាទអញ្ចឹងសុទ្ធចូល2ដូចគ្នាមានន័យថាស្មើគ្នា120នាទីថែមម៉ោងមិនអាចធ្វើអីគ្នាបាន8នាទីចាញ់ប៉ូទុយហ្គាល់អញ្ចឹងប៉ូទុយហ្គាល់ឈ្នះបាល់8នាទីមានន័យថាច្បាប់បាល់ទាត់គឺអញ្ចឹងគឺ
ពតកាល់ជាអ្នកខ្លាំងជាងហើយតែណាលើកពីនោះខ្លាំងជាងហើយបាទអញ្ចឹងពេលទាំងទីគឺពតកាល់ឈ្នះអេស្ប៉ាញអញ្ចឹងមានន័យថាពតកាល់ខ្លាំងជាងហើយអ្នកណាលើកពីនោះខ្លាំងជាងហើយណាបងប្អូនណាបាទអត់មានអីត្រូវសង្ស័យទេព្រោះថាពតកាល់គឺជាអ្នកលើកពីបាទអញ្ចឹងនេះបងប្អូនណាបាទកាលពីយុគមិញនេះCristiano Ronaldo គឺជាកីឡាករតែម្នាក់គត់នៅឯ UEFA Nation League ដែលមានវ័យ40ឆ្នាំសុទ្ធវគ្គផ្ដាច់ព្រាត់ហើយជួយឲ្យក្រុមឈ្នះពានតែម្ដងមិនមែនសុទ្ធវគ្គផ្ដាច់ព្រាត់ហើយសុទ្ធឲ្យក្រុមចាញ់ទេណាសុទ្ធឲ្យក្រុមឈ្នះទៀតបាទគឺជាការសុទ្ធតាមស្មើនាំឲ្យប៉ូទុយហ្គាល់មានឱកាសថែមម៉ោងហើយដល់វគ្គពេលទីទៀតគឺជាគ្រាប់បាល់ទី2របស់ Ronaldo នឹងគឺមានប្រសិទ្ធភាពយ៉ាងហ្នឹងបាទគឺគុណតម្លៃខ្ពស់ណាស់បាទគ្រាប់បាល់ទី2របស់ Ronaldo ហ្នឹងបើទោះជាសុទ្ធពីក្រោយកូកូរ៉េឡាហើយគាត់ឈរនៅទៅនឹងហើយពេលមកភ្លឹបចូលវិគាក្រោយក៏ប៉ុន្តែជាគ្រាប់បាល់ដែលមានន័យបំផុតរបស់ប៉ូទុយហ្គាល់បាទ Ronaldo ជាប់ឈ្មោះជាកីឡាករដែលមានវ័យចាស់ជាងគេនៅក្នុងUEFA Nations League វគ្គផ្ដាច់ព្រាត់ដែលសុទ្ធគ្រាប់បាល់ចូលវគ្គផ្ដាច់ព្រាត់ហើយវ័យច្រើនជាងគេហើយឈ្នះពានទៅទៀតសម្រាប់ Cristiano Ronaldo បច្ចុប្បន្ននឹងគ្រាប់បាល់ដល់ក្រោយបងប្អូនបាទពូដូ138គ្រាប់នៅជំនឿជាតិហើយ938គ្រាប់នៅឯអាជីពបាល់ទាត់របស់គាត់បាទមិនធម្មតាទេ Cristiano Ronaldo បាទអញ្ចឹងអបអរសាទរសម្រាប់ Cristiano Ronaldo ឥឡូវ Ronaldo យើងគីបសិនយើងគីប Ronaldo យើងចូលដល់ Nuno Mendes ហេតុអ្វីបានជាការប្រកួតនេះគេលើកគេបោះ Nuno Mendes បាទគេសប្បាយចិត្តគេសាទរជាមួយនឹងទម្រង់លេងរបស់ Nuno Mendes ក៏ព្រោះតែគាត់ល្អគ្រប់កន្លែងបាទល្អគ្រប់កន្លែងគាត់ល្អបែបនេះហើយស័ក្តិសមជាមួយនឹងក្រុមមិត្តរួមក្រុមលើកតម្កើងគាត់បងប្អូន Nuno Mendes យកមិញគឺជាតួឯកសម្រាប់ការប្រកួតទាំងមូលនៅឯ UEFA Nations League វគ្គផ្ដាច់ព្រាត់នៅឯ Allianz Arena របស់ប្រទេសអាល្លឺម៉ង់ Nuno Mendes គឺជាតួឯកគេបានទាំងអ្នកពានរង្វាន់កីឡាករល្អប្រចាំទូនាមិនហ្នឹងបាទហើយនៅមិនអស់ដំណាច់ទៅទៀតបងប្អូនយើងទស្សនាវគ្គផ្ដាច់ព្រាត់យើងឃើញហើយក្រោមក៏បានកដាលក៏បានលើក៏បានចុះលឿនមកផ្លែតដល់ក្រោមមកផ្លែតឡើងដល់លើសុទ្ធបានមកគ្រាប់ទៀត Nuno Mendes ពិសេសណាស់បាទកីឡាករវ័យ22ឆ្នាំរូបនេះខ្ញុំទើបតែឃើញមួយនេះទេល្អមែនតើបងប្អូនហើយបាទល្អណាឡាមីនយ៉ាម៉ាល់ចេញបាល់មិនរួចទេមកដល់កន្លែង Nuno Mendes គឺគៀងស្ដោកចេញអត់រួចទេគៀងស្ដោកត្រឹម Nuno Mendes ហ្នឹងបងប្អូនមិនថាតែឡាមីនយ៉ាម៉ាល់ទេប៊ូកាយ៉ូសាការបស់ Arsenal ក៏ជាប់ឆ្កឹងនៅទៅនឹងដែរកាលពីវគ្គនៃ semi final Arsenal ប៉ះជាមួយនឹងអ្នកប៉ារីសប៊ូកាយ៉ូសាកាដែលកំពុងតែពេញល្អនៅអង់គ្លេសហ្នឹងក៏ជាប់ឆ្កឹងត្រឹម Nuno Mendes នឹងដែរមិនបានបោះបាល់អីស្រួលបួនមិនបានអូសជ្រែកសុទ្ធពីលើតបូលទូកអីទេដូចឡាមីនយ៉ាម៉ាល់យ៉ាងហ្នឹងបាទហើយយើងមើលកាលពីវគ្គ16ក្រុមចុងក្រោយ Nuno Mendes បានធ្វើឲ្យ Mohamed Salah គៀងជើងស្ដោកគៀងស្ដោកទៅបងប្អូនហើយចេញបាល់មិនរួចទេ Salah ណាបោះបាល់អត់រួចយកបាល់ទៅមកសុទ្ធក៏មិនកើត Nuno Mendes នេះល្អមែនទេមែនតែបងប្អូនបាទនាំឲ្យ Salah អត់មានគ្រាប់បាល់ទល់ជាមួយនឹង Paris Saint-Germain បាទ Nuno Mendes ឡើងលឿនចុះលឿនបិទលឿន Nuno Mendes ជួយឲ្យ Paris Saint-Germain ឈ្នះពាន3នៅក្នុងស្រុកឈ្នះពានទី4នៅឯ Champions League ឈ្នះពានទី5នៅឯ UEFA Nations League រដូវកាលនេះប្រសិនបើ Paris Saint-Germain ឈ្នះជើងឯក Club World Cup ឬក៏ Paris Saint-Germain បានត្រឹមជើងឯករងឬក៏ឡើងវគ្គជ្រៅណាមួយខ្ញុំថា Nuno Mendes ស័ក្តិសម Ballon d'Or ខ្ញុំនិយាយមែនទេបងប្អូនបើឈ្នះពាន5បាត់ហើយហ្នឹងបាទរដូវកាលហ្នឹងមើលនេះ Trophy des Champions នៅឯស្រុកបារាំង Coupe de France នៅឯស្រុកបារាំង Ligue 1នៅឯស្រុកបារាំងជាមួយនឹង Paris Saint-Germain 3ទេនៅក្នុងស្រុក UEFA Champions League នៅឯតំបន់អឺរ៉ុបទាំងមូលហើយឈ្នះ UEFA Nations League ដែលប្រកួតសន្សំពិន្ទុជំរុះ League A បាទតាំងពីឆ្នាំទៅរហូតមកដល់ពេលនេះ2ឆ្នាំបានដឹងជើងឯកហ្នឹងជួយឲ្យប៉ូទុយហ្គាល់ឈ្នះជើងឯក5ពានហើយគាត់សុទ្ធបានមកគ្រាប់វគ្គផ្ដាច់ព្រាត់នៅ Nations League ទៀតទម្រង់លេង Man of the Match ទៀតស្ទើរគ្រប់ការប្រកួតនៅឯ Paris Saint-Germain បើមិនឈ្នះ Ballon d'Or ចម្លែកបាទឈ្នះ5ហើយនោះបាទឈ្នះ5ហើយនោះហើយឥឡូវហ្នឹងប៉ារីសនៅមានកៅអីលេងនៅ Club World Cup ទៀតហើយនៅ UEFA Super Cup ត្រូវប៉ាស្ពឺទៀតបាទឥឡូវយើងគិតមើលសំបីត្រឹមតែ5ពានប៉ុណ្ណឹងខ្ញុំឲ្យទៅ Mendes បាត់ហើយបាទ Nuno Mendes នេះល្អពេកឲ្យបងប្អូនហើយ Lamine Yamal ខ្ញុំមិនទាន់ឃើញណាបិទ Lamine Yamal ស្រួលទេតែ Nuno Mendes នេះអត់ឲ្យ Lamine Yamal លេងបានស្រួលទេជាប់ឆ្កឹងបងប្អូនអើយកម្រិត Lamine Yamal បច្ចុប្បន្ននេះខ្ញុំនិយាយត្រង់ណាល្អ Lamine Yamal ល្អមែនទែនដល់ទៅពេលខ្ញុំឃើញការប្រកួតជាមួយនេះទើបដឹងថារបស់ល្អប៉ុណ្ណឹងក៏មានរបស់ល្អមួយទៀតដែរដែលអាចបិទជាប់គឺ Nuno Mendes បាទ Nuno Mendes ដូច្នេះខ្ញុំមើល
ពីចិត្តខ្ញុំបងប្អូនខ្ញុំអត់ដឹងថាបងប្អូនយើងយល់យ៉ាងម៉េចទេខ្ញុំថា Nuno Mendes គឺជាកីឡាករស័ក្តិសម Ballon d'Or ត្រឹមតែ5ពានឥឡូវនឹងក្រោយមិនចាំបាច់ទៅឈ្នះ Club World Cup ឈ្នះ UEFA Super Cup ជាមួយ Paris ទៀតទេបាទប៉ុណ្ណឹងក៏សមរម្យណែ Ballon d'Or ដែរបាទ Nuno Mendes នោះបើឈ្នះ5ពានហើយនោះបាទហើយឈ្នះ5ពានសំខាន់សុទ្ធវគ្គផ្ដាច់ប្រត់នៅ Nation League នេះសុទ្ធអ្នកណាសុទ្ធបារាំងណាបាទសុទ្ធជាស្រ័យបាទអេស្ប៉ាញណាគឺជាមហាអំណាចបាល់ទាត់នៅតំបន់អឺរ៉ុបដែរអេស្ប៉ាញណាមិនសុទ្ធក្រុមទួយទេអេស្ប៉ាញក៏លោធ្ងន់ពេកហើយ Nuno Mendes សុទ្ធលឹបខ្លួនឯងឡើងទៅសុទ្ធបានហើយខ្លួនឯងនឹងចុះមកបិទសិតតែស្ដាច់ Superstar នេះសិតកំពូលទេបាទឡាមីនយ៉ាម៉ាល់អ្នកណាមិនស្គាល់អ្នកណាមិនល្បីនៅលើពិភពលោកចប់សប្តាហ៍នេះឡើងជើងកីឡាករវ័យក្មេងតាន់20ឆ្នាំផងរកអ្នកបិទមិនបានផងនៅអេស្ប៉ាញនៅឡាលីកាបិទមិនគ្មានពីណាបិទជាប់ទេកីឡាករនៅរៀលម៉ាឌ្រីតក៏បិទមិនជាប់ដែរបាទចឹងបិទអត់ជាប់ទេតែ Nuno Mendes បង្ហាញថាគេមានសមត្ថភាពអាចឲ្យឡាមីនយ៉ាម៉ាល់ភ្នែកសបានធ្វើអីអត់ចេញមកបងប្អូនខ្ញុំមិនមែនទៅកាន់ជើង Nuno Mendes ទេពួកខ្ញុំមើលឃើញចឹងខ្ញុំថាទៅបាយ full match បាទការប្រកួតឡើងចប់ការប្រកួតមក full បើឡាមីនយ៉ាម៉ាល់ចូលអត់ចុះជាមួយនឹង Nuno Mendes នឹងផងនឹងហើយដល់ពេល Mendes នឹងខ្លួនឯងខ្សែការពារតិចបានបាល់អូសទៅនឹងឡាមីនយ៉ាម៉ាល់ដេញបិទមិនបានទេណាវាទៅអញ្ចឹងទៀតយកបាល់ទៅបញ្ជូនឲ្យបូដូបានសុទ្ធទៀតណាបញ្ជូនផ្លាតចឹងគេមិនរាប់បាល់គាត់បញ្ជូនទេក៏តែបាល់នេះគឺវាកើតឱកាសចេញពី Nuno Mendes បើគ្រាប់ទី2តាមស្មើនោះបាទអញ្ចឹង Nuno Mendes បើតាមបេះដូងរបស់ខ្ញុំបងប្អូនណាខ្ញុំថាគ្មានអ្នកណាស័ក្តិសមជាងគាត់ទេមើលឃើញច្បាស់ភ្នែកបាទកីឡាករល្អគ្រប់ល្អមក full ទៅហ្មងអត់មានអីទាស់បាទខ្សែការពាររូបនេះលេងឲ្យ Paris Saint-Germain នៅឯ Champions League Man of the Match បន្ទុកគាត់ច្រើនមិន Man of the Match គ្រប់ការប្រកួតទេបន្ទុកគាត់ច្រើនល្អមែនទែនជួយឲ្យ Paris ឡើងមកដល់វគ្គផ្ដាច់ឈ្នះ Champions League ហើយលេងនៅ League អង់ពេលខ្លះ Man of the Match ក៏ច្រើនដែរអញ្ចឹងអាចនិយាយថាភាគរយខ្ពស់ណាស់ឈ្នះពាន4នៅឯ League ជាមួយនឹង Paris Saint-Germain ហើយមកដល់ Portugal ជួយ Portugal ឈ្នះបានមួយទៀតឡើង5ពានហើយបើថាមិនសមជា Ballon d'Or ទៀតវាចម្លែកបាទខ្ញុំនិយាយមែនណាបាទខ្ញុំ Nuno Mendes នេះគ្មានអ្នកណានឹកឃើញឈ្មោះគាត់ទេគ្មានអ្នកណានឹកឃើញឈ្មោះគាត់អត់ល្បីអត់ល្បាញអីទេក៏មិនស្ងាត់ឈ្នះពាន5មើលហើយពានហ្នឹងមិនទូចទេព្រោះពានខ្លឹមបាទយើងថាលីកអងជាលីកកសិកម្មបើលីកអងជាលីកកសិកម្មមិនមែនប៉ារីសហូបចុកក្រុមដែលមកពីលីកលំដាប់លេខ1លើលោកទេ Man City Aston Villa Liverpool Arsenal 4ក្លឹបហ្នឹងមកពីអង់គ្លេសដែលមានកៅអី Champions League នៅកាលមុនហ្នឹងមកបាទ4ហ្នឹងមានកៅអី Champions League ទាំង4ហ្នឹងមកប៉ារីសទម្លាក់ទាំង4ហ្នឹងក្រុមមកពីលីកលេខ1លើពិភពលោកឥឡូវលីកកសិកម្មទម្លាក់ឲ្យមើលបាទហើយនៅក្នុងលីកកសិកម្មហ្នឹងប៉ារីសហ្នឹងគឺមាន Nuno Mendes នៅហ្នឹងបាទទម្លាក់អស់លីងហើយចឹងពាននៅក្នុងស្រុកលីកកសិកម្មមានន័យថាទំនំឈ្នះក៏មិនស្រួលដែរបាទមិនស្រួលទេអញ្ចឹងពាន3ក្នុងស្រុកគឺខ្លឹមហើយខ្ញុំថាមិនកសិកម្មទេបាទមិនកសិកម្មព្រោះថាក្រុមខ្លះហ្នឹងប៉ារីសហូបតឹងនៅអាលីកកសិកម្មហ្នឹងបាទដល់ទៅពេលមកដល់ពានលំដាប់អន្តរជាតិលំដាប់លេខ1នៅឯតំបន់អឺរ៉ុបអាចរាប់ថាលើពិភពលោកក៏ថាបានដែរព្រោះថាតំបន់អឺរ៉ុបគឺបាល់ទាត់ទំនើបជាងគេល្បីល្បាញជាងគេខ្លឹមជាងគេអញ្ចឹងមកដល់ពាន Champions League ហើយនៅតែប៉ារីសហូបទាំងអស់អ្នកណាឲ្យទៅជួបប៉ារីសហូបទាំងអស់ Arsenal ឈ្នះ Real Madrid ទាំង2ជើងមកជួបប៉ារីសហូបទាំង2ជើង Liverpool ខ្លឹមយ៉ាងហ្នឹងទៅមិនរួចជាមួយនឹងប៉ារីផងបាទអញ្ចឹងអាចនិយាយបានថា Nuno Mendes ឈ្នះពានជាមួយនឹងប៉ារីស3នោះខ្ញុំថាសមរម្យហើយដែលគាត់ជាកីឡាករល្អហើយមកឈ្នះជាមួយនឹងប៉ារីសនៅឯ Champions League ទៀតវារឹតតែខ្លឹមហើយ4ពានបាទអ្វីដែលសំខាន់ហ្នឹងមកវគ្គផ្ដាច់ប្រត់កាលពីប្រហែលម៉ោងមុនហ្នឹងបាទ10ម៉ោងជាងមុនហ្នឹងចូលជិត20ម៉ោងណាបងប្អូនណាបាទ20ហើយបាទឈ្នះវគ្គផ្ដាច់ប្រត់ជាមួយនឹងប៉ូទុយហ្គាល់ហ្នឹងទៀតនាំឲ្យ Nuno Mendes ឈ្នះពាន5ឥឡូវបងប្អូនយើងសុំខមមិនតិចអ្នកណាដែលសមរម្យឈ្នះបាល់ុនដ័រជាងគេក្រៅតែពី Nuno Mendes ខមមិនមកខ្ញុំសុំមើលមតិយោបល់បងប្អូនយើងតិចមើលអ្នកណាដែលអាចមានភាគរយឈ្នះបាល់ុនដ័រជាង Nuno Mendes មកសុំមើលតិចមើលបងប្អូននៅយកពី Spurs មួយទៀតបានបាល់ុនដ័របានពូខ្ញុំថា Spurs ក៏មិនមែនជាដៃគូរបស់ Paris ដែរមិនមែនមើលងាយទេបងប្អូនណាបាទឥឡូវឧទាហរណ៍ថា5ហើយមិនអោយប៉ា Spurs ទៀតខ្ញុំថា Paris លើកទៀតនឹងបាទ Paris លើកទៀតខ្ញុំថា Spurs មិនមែនជាដៃគូរបស់ Paris Saint-Germain ទេបាទការឈ្នះ Man U កាលពីវគ្គផ្ដាច់ប្រត់ UEFA Europa League នោះ Man U បុកសុទ្ធឡើងទក់សាច់ប៉ុន្តែមិនចូល Man U លេងល្អជាង Spurs ឆ្ងាយបាទទម្រង់លេងលើកពានហើយហេតុអ្វីបានជាម្ចាស់ក្លឹបរបស់
Spurs នៅតែបណ្ដេញលោក Postecoglou គ្រូបង្វឹកចេញដោយសារតែទំនុកលេងមិនគាត់ប្រសើរបើសិនជាទំនុកលេងនេះឲ្យលោក Postecoglou មកដឹកនាំ Spurs នៅលេងនៅ Premier League សប្តាហ៍នេះទៀតខ្ញុំថាទំនុកលេងនេះសូម្បីតែ Sunderland ក៏ Spurs ទៅមិនរួចដែរទំនុកលេងអត់កើតទេបាទអត់កើតទេមកសម្រាប់ Spurs ហើយបើជួបជាមួយ Paris Saint-Germain បើលេងរបៀបដូចក៏កាលប៉ះ Man U ហ្នឹងទក់សាច់លើហ្នឹងបំបន្ទួករបស់ Paris បាទបំបន្ទួករបស់ Paris ចង់ភ្នាល់មិនភ្នាល់ទេបងប្អូនយើងចាំមើលទាំងអស់គ្នាបាទខ្ញុំមិនមែនទៅមើលងាយ Spurs ទេតែទំនុកលេងនេះគឺអត់ទៅរួចជាមួយ Paris ហ្មងបាទមិនមើលងាយទេបងប្អូនហើយបាទទំនុកលេង Spurs នេះទុនជើងក្រោមហើយសំណុកអត់មុតទេហើយតតាំងម៉ាំងទៅម៉ាំងមកជាមួយនឹងប៉ារីសគ្រោះថ្នាក់ឥឡូវហ្នឹងបាទប៉ារីសសាហាវបច្ចុប្បន្ននេះខ្ញុំថាប៉ារីសដូចជាគ្មានអ្នកដែលមានទម្រង់ប្រហែលប៉ារីសសោះខ្ញុំថាមាន2អ្នកដែលមានទម្រង់ថាឲ្យប៉ារីសវេទនាក្នុងការប្រកួតជាមួយទី1គឺ Liverpool ថៃបើធ្លាក់ក្រោមធ្វើជើងប៉ារីសថ្ងៃមុនតែប៉ារីសហូបមិនដាច់ទេទៅមកគ្រាប់ម្នាក់ហ្នឹងចឹងស្មើគ្នាគ្រាប់បាល់ចាញ់នឹងបាល់ពេលទាំងពីរហ្នឹងខ្ញុំថាមានតែ Liverpool ទេបន្ទាប់ពី Liverpool Barcelona តែ Barcelona ជើងក្រោមនឹងរោករ៉ាតែបើតំបន់ខាងលើអាចប្រហែលជាមួយនឹង Paris Saint-Germain បាទអ្នកផ្សេងទៀតបាយយ៉ាងម៉េចក៏មិនប្រហែលដែរប៉ុណ្ណឹងខ្ញុំថាមាន2នឹងឯងដែលអាចថាទៅក្បែរប៉ារីសបានហើយប៉ារីសអាចនឹងលើគេលំដាប់លេខ1ទៅមករដូវកាលនេះប៉ារីសលេខ1ទៅលេខល្អបងប្អូនអើយបាទល្អយកទៅមែនទេប៉ារីសអូខេបងប្អូនយើងទាំងអស់គ្នាសូមបញ្ចប់រឿងប៉ារីសត្រឹមប៉ុណ្ណេះបាទនិយាយឡើងមកសន្ទុះធំហើយបាទឡាយឡើងចូល40នាទីជាងហើយបងប្អូនយើងខមមិនច្រើនតើបានមើលខមមិនច្រើនបងប្អូនយើងប៉ារីសល្អនៅវីទីញ៉ាមួយទៀតបាទប៉ុន្តែវីទីញ៉ាវគ្គផ្ដាច់ព្រាត់អត់សូវជាល្អប្រហែលទេវីទីញ៉ាវគ្គផ្ដាច់ព្រាត់ពិន្ទុ 7.3 បាទវីទីញ៉ាអត់បានបញ្ជូនអត់បានអីទេតែ Nuno Mendes បានសុទ្ធមកគ្រាប់បាទបានសុទ្ធមកគ្រាប់ហើយ Man of the Match ពិន្ទុ 8.7 ច្រើនជាងអ្នកណាទាំងអស់នៅលើទីលានកាលពីយប់ម្សិលមិញបាទ Nuno Mendes ចឹង Mendes ខ្ញុំឲ្យភាគរយខ្ពស់ជាងវីទីញ៉ាទៀតបាទហើយល្អណាស់ចុះមកបិទលឿនគាត់បិទគេបានគាត់ឡើងទៅសុទ្ធគេបាននឹងបានថាពិបាករកកីឡាករខ្សែការពារធ្វើល្អបែបនេះបាទបំរើការពារប្រយុទ្ធគឺបានមកឆ្ងាញ់បាន Nuno Mendes បាទអញ្ចឹងបើសម្រាប់ខ្ញុំគិតថា Nuno Mendes ហើយជាអ្នកទំនងជាងគេនៅក្នុងការឈ្នះ Ballon d'Or រដូវកាលនេះព្រោះ5ពានហើយបងប្អូនណាបាទសូមបញ្ចប់រឿងហ្នឹងទៅបងប្អូនយើងបាទចូលដល់ Club World Cup វិញរឿងហ្នឹងវាហួសហើយបាទហួសហើយអញ្ចឹងបងប្អូនយើងអាចចង់ទស្សនាចង់ស្ដាប់ខ្ញុំនិយាយរឿង Nuno Mendes និងការប្រកួតប្រតិកាលជាមួយនឹងអេស្ប៉ាញកាលពីយប់មិញនេះអាចចាំចប់ live អាចខាទៅមើលសារថ្មីវិញបានណាបងប្អូនណាបាទពួកខ្ញុំនិយាយចូលជាង40នាទីបាត់ហើយបាទមកសន្ទុះធំមានបងប្អូនយើងគាត់ខ្ញុំចែកអាវបាទប៉ារីស15រង្វាន់ក៏ប៉ុន្តែរកឃើញហើយតែមិនទាន់បានផុស poster តទៅស្អែកស៊ីលមិនបានផុសតែណាខ្លះបានឈ្នះ15រង្វាន់បាទ Club World Cup បងប្អូនយើងខ្ញុំ prediction សម្រាប់ក្រុម2ក្រុមដែលឡើងទៅកាន់វគ្គ16ក្រុមចុងក្រោយបាទខ្ញុំ prediction ណានៅ Pool A នៅឯ Pool A មាន Al Ahly បាទមាន Porto មាន Inter Miami និង Palmeiras នៅក្នុង Pool នេះពិបាកបន្តិចបាទនៅក្នុង Pool នេះប្រហែលគ្នាទាំងអស់ Porto រៀងធ្ងន់ជាងគេបន្តិចបាទ Pool នេះខ្ញុំសូមជ្រើសរើសយកលេខ1នៅក្នុង Pool នេះគឺ Palmeiras របស់ប្រេស៊ីលបាទលេខ2 FC Porto ធ្វើបើ Inter Miami នៅក្នុងហ្នឹងមាន Messi មានអីខ្ញុំមិនមែនទៅនេះទេតែបើកម្រិតក្រុមលេងសហការជាក្រុមខ្ញុំឲ្យទៅ Palmeiras ហើយនឹង Porto ដែលធ្ងន់ជាងគេហើយបន្ទាប់មក Al Ahly Inter Miami ខ្ញុំថារៀងទាបជាងគេនៅក្នុង Pool A នេះបងប្អូនAl Ahly របស់ AC នេះខ្លាំងណាបងប្អូនណាខ្លាំងណាអញ្ចឹងខ្ញុំថា Palmeiras គឺជាក្រុមលេខ1លេខ2 Porto លេខ3 Al Ahly លេខ4គឺ Inter Miami នៅក្នុង Pool A នេះបាទនៅឯ Club World Cup ណាបងប្អូនថ្ងៃ15ចាប់ផ្ដើមហើយ Palmeiras នឹងត្រូវជួបជាមួយនឹងបាទ FC Porto បើកឆាកម៉ុងហ្គោឡូយ៉ាជួបគ្នាបងប្អូនបាទ Palmeiras អញ្ចឹងនៅក្នុង Pool B វិញម្ដងនៅឯ Pool B Atletico Madrid មាន Atletico Madrid ហ្នឹងមាន Botafogo របស់ប្រេស៊ីលមាន Seattle Sounders របស់អាមេរិកហើយនិង Paris Saint-Germain របស់បារាំងក្នុង Pool នេះយើងគាត់តែសម្លឹងមកហ្នឹងគឺបងប្អូនយើងដែលមិនសូវបានមើលណាប្រកាសជានិយាយថា Paris លេខ1 Atletico លេខ2ហើយប៉ុន្តែកុំច្រឡំជាមួយនឹង Botafogo អីសោះ Botafogo គឺជាគីឡូយ៉ាក់របស់ប្រេស៊ីលដែរពួកគេទើបតែឡើងជើងដែរក៏ប៉ុន្តែឡើងគឺឡើងខ្លាំងបងប្អូន Botafogo
ខ្ញុំមានអារម្មណ៍ថាប្រទីងបន្ទង់បន្តិចបាទសម្រាប់ពូលនេះ Seattle Sounders ខ្ញុំថារឿងទៀបជាងគេបាទក្រុមមកពីអាមេរិកប៉ារីសលេខ1ខ្ញុំឲ្យប៉ារីសលេខ1នៅក្នុងពូល B នេះខ្ញុំថាប៉ារីសលេខ1ហើយបូតាហ្វូកូឈរលេខទី2បាទអានឹងអារម្មណ៍ខ្ញុំបងប្អូនយើងគិតថា Atletico ក៏បានដែរតែខ្ញុំមានអារម្មណ៍ស្រឡាញ់បូតាហ្វូកូជាងខ្ញុំថាប៉ារីសហើយនឹងបូតាហ្វូកូជាអ្នកឡើងទៅកាន់វគ្គ16ក្រុមចុងក្រោយបាទនៅឯពូល C នៅពូល C គឺមាន Auckland City របស់ New Zealand មាន Bayern Munich មាន Boca Juniors របស់អាសង់ទីនហើយនិង Benfica របស់ប៉ូទុយហ្គាល់នៅក្នុងពូលនេះគាត់សម្លឹងមកគឺ Bayern Munich ដល់លេខ1បាទ Bayern Munich លេខ1ក៏ប៉ុន្តែ Auckland City គេថាទៀបជាងគេទាំងអស់ប៉ុន្តែ Benfica ជាមួយនឹង Boca Juniors នេះអាចនឹងប្រទិញបន្ទុកណាបងប្អូនណា Boca Juniors ក៏លោលំដាប់អឺរ៉ុបដែរបាទចឹងពិបាកបន្តិចបាទក្រុមខ្លាំងបងធំមកពីអាសង់ទីន Boca Juniors ខ្ញុំពិបាកក្នុងថ្លៃជាមួយនឹង Benfica តែ Benfica ហ្នឹងពេលខ្លះហ្នឹង Barcelona លេងក៏តឹងទៀតបាទ Bayern Munich ពិបាកហូបដែរ Benfica ហ្នឹងក៏លោយៈដែរពិបាកបើចិត្តខ្ញុំហ្នឹងក៏ស្រឡាញ់ Boca Juniors ដែររើសមួយខ្ញុំថា Bayern Munich លេខ1លេខ2 Benfica បាទលេខ2 Benfica អាចស្រួលហ្នឹង Boca Juniors លេខ2ផងបាទអញ្ចឹងពូលហ្នឹងខ្ញុំថា Benfica ជាមួយ Bayern ឡើងបាទពូល C នេះយើងចូលទៅដល់ពូល D បាទពូល D គឺមាន Los Angeles បាទ Los Angeles របស់សហរដ្ឋអាមេរិកបាទមានបាទក្រុម Esperance Tunis មកពីទុយនេស៊ីបាទក្រុមខ្លាំងរបស់ទុយនេស៊ីក៏មិនធម្មតាដែរមាន Flamengo និង Chelsea ពូលនេះEsperance នេះគឺខ្លាំងដែររបស់ទុយនេស៊ី Los Angeles ក៏ខ្លាំងដែរតែខ្ញុំនៅតែឲ្យភាគរយខ្ពស់ទៅ Chelsea លេខ1លេខ2 Flamengo បាទរបស់ប្រេស៊ីលបាទពីរហ្នឹងអ្នកឡើងទៅកាន់វគ្គ16ក្រុមចុងក្រោយ Chelsea និង Flamengo គេថាដែល Pool E Pool E មាន Inter Milan Europa Red Diamond មាន Monterrey ហើយនិង River Plate នោះ Pool នេះសុទ្ធតែយៈមកពី4ទ្វីបផ្សេងគ្នា Europa Red Diamond មកពីអាស៊ីបាទមកពីអាស៊ីដល់ទៅពេល River Plate មកពី Latin Monterrey មកពីអាមេរិកខាងជើងបាទគឺ Mexico បាទដល់ទៅពេល Inter Milan មកពីអឺរ៉ុប4ផ្សេងគ្នាចំពូនេះកប់ណាស់បងប្អូនអើយបាទ Europa Red Diamond របស់ជប៉ុននេះក៏ខ្លាំងដែរ Inter Milan ខ្ញុំមិនបាច់និយាយទេបងប្អូនយើងស្គាល់ហើយ Monterrey នេះគឺជាជើងខ្លាំងរបស់ Mexico River Plate គឺជាបងធំមួយទៀតនៅឯប្រទេសអាសង់ទីនបាទ River Plate នេះInter Milan ខ្ញុំឲ្យលេខ1បងប្អូនបាទលេខ1ក្នុង Pool E នេះប៉ុន្តែ River Plate និង Monterrey នេះខ្ញុំឲ្យប្រហែលគ្នាហើយ Europa Red Diamond របស់ជប៉ុនអាចខ្ញុំគិតថារឿងទៀបជាងគេបាទអញ្ចឹង Monterrey និង River Plate នេះអាចថាប្រទីបន្ទង់គ្នាខ្ញុំត្រូវជ្រើសមួយជាមួយនឹង Inter ទៅខ្ញុំថា Inter Milan ឡើងវគ្គ16ក្រុមចុងក្រោយហើយនឹង River Plate របស់អាសង់ទីនជាអ្នកឡើងបាទទៅកាន់វគ្គ16ក្រុមចុងក្រោយគេថាដែលយើងទៅមើល Pool F Pool F គឺមាន Ulsan Hyundai របស់នៅកូរ៉េខាងត្បូងរួមជាមួយនឹងបាទក្រុម Mamelodi Sundowns បាទ Sundown Mamelodi Sundowns មកពីអាហ្វ្រិកខាងត្បូងបាទមកពីអាហ្វ្រិកខាងត្បូងហើយមាន Fluminense រួមជាមួយនឹង Borussia Dortmund ណែនៅក្នុងពូនេះខ្ញុំថា Sundown មកពីអាហ្វ្រិកខាងត្បូងនឹងអាចថាប្រហែលជាមួយនឹង Ulsan Hyundai តែ Ulsan រឿងទៀតជាងតិច Ulsan មួយរយៈចុងក្រោយធ្លាក់ជើងណាសំបីតាក្រុមមកពីថៃដូចជាបុរីរ៉ាំងក៏ពិបាកលេងឈ្នះគេផងបាទអញ្ចឹង Ulsan ខ្ញុំថាស្រាលជាងគេ Sounder ខ្ញុំថាលំដាប់ទី3ចុះ Fluminense របស់ Brazil ខ្ញុំថាលេខ2លេខ1 Dortmund បាទ2នាក់នឹងឡើងបាទគឺ Fluminense រួមជាមួយនឹង Dortmund បាទខណៈដែល Pool G គឺមាន Al Ain របស់នៅកាតាមាន Juventus Man City បាទរួមជាមួយនឹងបាទក្រុម Wydad Casablanca របស់ម៉ារ៉ុកបាទ Wydad Casablanca ហ្នឹងក៏ជាគីឡូធ្ងន់ដែរក៏ប៉ុន្តែខ្ញុំហ៊ានជ្រើសភ្លាមតែម្ដងគឺខ្ញុំយក Juventus និង Man City លេខ1 Juventus លេខ2នៅក្នុងពូលនេះបាទខណៈដែល Al Ain លេខ4ខ្ញុំឲ្យ Wydad លេខ3នៅក្នុងពូល G នេះពូលចុងក្រោយគឺមាន Al Hilal Pachuca មាន Salzburg និង Real Madrid ណែនៅក្នុងពូលនេះអឺរ៉ុប2គឺ Salzburg ហើយនិង Real Madrid មកពីអាមេរិកខាងជើងគឺ Pachuca របស់ Mexico រួមជាមួយនឹង Al Hilal របស់អាស៊ីបាទអញ្ចឹងពូលនេះខ្ញុំឲ្យ Real Madrid លេខ1គ្មានសង្ស័យទេបាទពូលនេះក៏ប៉ុន្តែលេខ2គឺប្រទីបន្ទង់ទាំង3ក៏លោប៉ុនគ្នាទាំង3 Salzburg នៅអឺរ៉ុបហ្នឹងក៏មិនលើ Pachuca របស់ Mexico ដែរក៏មិនលើ Al Hilal ដែរខ្ញុំសូមជ្រើសរើសយកយក Al Hilal បាទ Real Madrid និង Al Hilal បាទឡើងទៅកាន់វគ្គ16ក្រុមចុងក្រោយបងប្អូនយើងបាទតែវា
8 ក្រុមក៏មិនទាន់និយាយដែរវគ្គ semi final ក៏មិនទាន់ដែរវគ្គ prize plot ពិបាកនិយាយដែរយើងចាំមើលការប្រកួតជម្រុះតាមពូលសិនបានយើងដឹងថាអ្នកណាល្អទំនឹងលេងយ៉ាងម៉េចនៅក្នុងការប្រកួតនៅឯប្រទេសសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយថ្ងៃអាទិត្យនឹងចាប់ផ្ដើមប្រកួតហើយបងប្អូន CTS Sport ផ្សាយគ្រប់ការប្រកួតជូនបងប្អូនយើងទាំងអស់គ្នាបាទគ្រប់ការប្រកួតលេងតាំងពីម៉ោង 2 ទៀបភ្លឺរហូតដល់ព្រឹកឡើងម៉ោង 10 មកដល់ 10 នោះបាទការប្រកួតនេះគឺលេងភាគច្រើនគឺព្រឹកតែហ្មងសម្រាប់ Club World Cup បាទអញ្ចឹងយើងចាំមើលទាំងអស់គ្នាអ្នកណាទំនឹងលេងឬភាសាយើងអាចទស្សទាយបដាបាននៅសប្តាហ៍បន្ទាប់នេះបាទយើងនឹងបានឃើញថ្ងៃអាទិត្យហ្នឹងគឺយើងបានឃើញហើយបងប្អូនណាបាទបងប្អូនខ្ញុំ live ចូល1ម៉ោងហើយបាទចូល1ម៉ោងហើយបាទចង់ឈឺកកបាទហើយបងប្អូនអើយបាទគ្រុនប្រសាយផងឥឡូវនឹង live យ៉ាងមកសន្ទុះធំហើយបងប្អូនហើយបាទអត់បានមើល comment គ្រប់គ្នាទេបងប្អូនអើយបាទយើងតាំងចំោះណាបាទចង់សម្រាប់បន្តិចព្រោះថាយប់នេះខ្ញុំថាទៅបាយអ៊ីតាលីមកគូដែរបាទនៅជម្រុះ World Cup នៅតំបន់អឺរ៉ុបណាបងប្អូនបាទកុំភ្លេចជួបគ្នានៅក្នុងយប់នេះនៅ CTS Sport បងប្អូនយើងបាទអរគុណច្រើនបាទសូមអធិស្ឋានដែលមិនបានអាន comment បងប្អូនអើយបាទសូមទោសដែលខ្ញុំនិយាយទៅប៉ះពាល់អារម្មណ៍បងប្អូនយើងសូមអធិស្ឋានផងបងប្អូនណាយើងជួបគ្នានៅក្នុងការផ្សាយនៅក្នុងយប់នេះនឹងពេលវេលាបន្តជាបន្តទៀតសម្រាប់ពេលខ្ញុំបាទហុយរវុធក៏សូមអរគុណសូមគោរពលាត្រឹមតែប៉ុណ្ណេះបាទស្រឡាញ់បងប្អូនទាំងអស់គ្នាអរគុណសូមជម្រាបលាបាទ